មិនជឿកុំប្រមាថតារាស្រីទាំងនេះធ្លាប់ត្រូវវិញ្ញាណឬដួងព្រលឹងចូលសន្ធឹកពេលក្រងឈុតបុរាណចង់ដឹងថាតារាស្រីរូបណាខ្លះនោះសូមទៅទស្សនាបន្តជាមួយនឹងខ្ញុំភ្នំពេញមួយរយៈចុងក្រោយនេះគេសង្កេតឃើញមានសិល្បករនីល្បីៗជាច្រើនដួងបានថតក្រងជាមួយនឹងឈុតបុរាណខ្មែរដែលបានច្នៃឡើងជាថ្មីដោយតារាស្រីទាំងនេះក្រោយធ្វើការក្រងឈុតទាំងនោះរួចមើលទៅស្រស់ស្អាតគ្រប់គ្នាតែម្ដងតែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះខណៈពេលដែលធ្វើការថតរូបសិល្បករនីជាច្រើនហាក់បីដូចជាមានអាការៈប្លែកៗដូចត្រូវបានវិញ្ញាណចូលសន្ធឹកផងដែរយ៉ាងណាមិញដោយដែលប្រិមិត្តអ្នកស្ដាប់បានដឹងស្រាប់ហើយថារឿងអបិយជំនឿគឺមានតាំងពីបុរាណកាលមកម្ល៉េះដោយរឿងនេះក៏មានមហាជនមួយចំនួននៅតែជឿជាក់លើរឿងមួយនេះដូចជាវិញ្ញាណចូលសន្ធឹកក្នុងរាងកាយមនុស្សជាដើមតែការដែលវិញ្ញាណចូលក្នុងខ្លួនអាចមកពីមានមូលហេតុអ្វីម្យ៉ាងដែលគ្រប់គ្នាមិនអាចដឹងទុកមុនបានទន្ទឹងនឹងវិញ្ញាណឬដួងព្រលឹងអប្សរាចូលខ្លួនម្ដងគេឃើញមានសកម្មភាពនិងកាយវិការខុសប្លែកពីគ្នានិងបង្ហាញយ៉ាងច្បាស់ភ្លាមតែម្ដងតួយ៉ាងថ្មីនេះមានសិល្បករនីច្រើនរូបបានជួបហេតុការណ៍ខុសគ្នាខណៈពេលដែលថតខ្សែភាពយន្តឬថតឈុតអប្សរាមានដួងព្រលឹងមកចូលសន្ធឹកនោះហើយខាងក្រោយនេះជាតារាស្រីដែលធ្លាប់វិញ្ញាណចូលសន្ធឹកកន្លងពក1អ្នកនាងផាត់ផាន់ណាតារាសម្ដែងស្រីកូនមួយអ្នកនាងផាត់ផាន់ណាបើនិយាយពីរឿងវិញ្ញាណចូលខ្លួនគឺចាប់ពីពេលដែលនាងទៅថតរឿងមួយនៅក្នុងខេត្តបាត់ដំបងហើយត្រូវបានវិញ្ញាណសន្ធឹកនិងមានអាការៈប្លែកនិយាយលេងដឹងអ្វីទាំងអស់ដោយពេលនោះនាងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានខណៈវិញ្ញាណមួយផ្សេងទៀតចូលខ្លួនយ៉ាងដូចនេះ2កញ្ញាភីយ៉ាតារាសម្ដែងកំពុងទទួលបានប្រជាប្រិយភាពកញ្ញាភីយ៉ាបាននិយាយពីរឿងវិញ្ញាណចូលសន្ធឹកអស់ជាច្រើនលើកមកហើយអំឡុងពេលក្រងឈុតបុរាណនិងពេលកំពុងក្រងពលារឿងថ្មីនោះរហូតធ្វើឲ្យតារាស្រីរូបនេះលែងភ័យខ្លាចលើរឿងមួយនេះតទៅទៀតផងដែរ3អូនផ្កាយកាលពីពាក់កណ្ដាលឆ្នាំនេះអូនផ្កាយបានក្រងនៅឈុតបុរាណមានឈ្មោះទេពធីតាមហាសង្ក្រាន្តដែលមើលទៅស្រស់សោភាតែម្ដងហើយគណៈពេលក្រងឈុតមួយនោះគេសង្កេតឃើញសកម្មភាពនិងទឹកមុខនាងពិតជាខុសប្លែកខ្លាំងតែម្ដងប្រៀបបីដូចជាមានអ្វីមកសន្ធឹកដែលមិនមានជាខ្លួនផ្ទាល់យ៉ាងដូច្នោះដែរ4កញ្ញារឿនណាតកាលពីពេលថ្មីនេះម្ចាស់ជ័យលាភីបបរកញ្ញា Miss Universe Cambodia 2018កញ្ញារឿនណាតបានក្រងនៅឈុតអប្សរាមេឡឌីមើលទៅស្រស់ស្អាតសមសួនតែម្ដងតែអ្វីដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍នោះគ្រប់កាយវិការនៅពេលថតនាងពិតជាទន់ភ្លន់និងស្រងូតស្រងាតខុសពីធម្មតាដោយអំឡុងពេលនោះគេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសន្ធឹកផងដែរចា៎នេះគឺជារឿងរ៉ាវដែលតាក់ទងទៅនឹងរឿងវិញ្ញាណដែលតារាស្រីយើងភាគច្រើនបានក្រងនៅឈុតបុរាណហើយស្រាប់តែវិញ្ញាណដែលជាម្ចាស់អប្សរាដែលតែងតែបង្ហាញទឹកមុខផ្សេងផងដែរតាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់អរគុណប្រិមត្តដែលតែងតែនិយមគាំទ្រនៅលើ FB Daily News របស់នាងខ្ញុំប្រសិនបើលោកអ្នកចង់បន្តទទួលបានព័ត៌មានថ្មីក្តៅប្លែកហើយទាន់ហេតុការណ៍នោះសូមជួយចុច Like Share និង Subscribe លើ Channel របស់នាងខ្ញុំផងដើម្បីបន្តទទួលបានព័ត៌មានថ្មីបន្ថែមទៀតមានពាក្យពេចន៍សម្ដីត្រង់ណាមិនសមរម្យនោះក៏សូមខន្តីអភ័យទោសទុកជាមុនផងដែរចា៎សូមអរគុណក៏សូមជម្រាបលា